ការពីសម័យមុនណាការពីមីងនៅក្មេងជំនាន់ឪពុកមីងនៅក្មេងចង់ឲ្យកូនចេះចង់ឲ្យកូនយល់កូនដឹងអំពីផ្នែកកំណត់របស់អ្នកមានណាបញ្ជូនកូនបញ្ជូនចៅឲ្យទៅនៅជាមួយអ្នកមានដោយសារសម័យមុនហ្នឹងចាស់ចាស់ហើយនឹងអ្នកដែលគាត់មានពិតប្រកបហ្នឹងគឺគាត់លាក់ណាគាត់អាចកំបាំងណាគឺផ្នែកកំណត់របស់គាត់ការសង្វាសន្ទិញការប្រកបការងារសង្វាក់ផលិតកម្មសង្វាក់សកម្មភាពរបស់គាត់គឺគាត់នៅក្នុងអាចកំបាំងឥឡូវវាមិនដូចឥឡូវហ្នឹងគឺមានការប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងនានាដែលយើងមើលឃើញហ្នឹងប៉ុន្តែអ្វីដែលបានទទួលបានឲ្យកូនឲ្យចៅបញ្ជូនកូនចៅទៅនៅជាមួយនឹងយកផ្នែកកំណត់គាត់ដល់ផ្ទះហ្នឹងដែលចាស់ប្រើពាក្យថាយើងបានចំណេះម្ចាស់ផ្ទះបានអាចហ្នឹងគឺចេះពិតប្រកបហើយច្បាស់តែម្ដងអត់មានការសម្ដែងទេតែបើសិនជាបច្ចុប្បន្ននេះវាងាយនឹងការមើលឃើញងាយនឹងការហាត់រៀនងាយនឹងការប្រព្រឹត្តតាមមិនក៏ប៉ុន្តែវាមានផលវិជ្ជមាននិងអវិជ្ជមានបច្ចេកវិទ្យាកាន់តែទំនើបកាន់តែគ្រោះថ្នាក់យើងមើលថារាល់ថ្ងៃមានការជឿនលឿនអភិវឌ្ឍមែនក៏ប៉ុន្តែមនុស្សមានទុក្ខសោកវេទនាច្រើនដូចគ្នាត្បិតតែពីមុនហ្នឹងអត់មានបណ្ដាញសង្គមផ្សព្វផ្សាយមែនអំពើហិង្សានឹងគ្រួសារអំពើកេងប្រវ័ញ្ចអំពើឆោបោកអីមានតិចជាងបច្ចុប្បន្ននេះការដែលផ្សព្វផ្សាយកាន់តែច្រើនមានកាន់តែច្រើនមិនមែនហ្នឹងកាលពីមុនអត់មានផ្សព្វផ្សាយមិនមែនទេដោយសារពីមុនម្នាក់គឺគោរពផ្ដល់តម្លៃនិងមានការកោតក្រែងតែឥឡូវនេះមានការផ្លាស់ប្ដូរមនុស្សលែងមានការកោតក្រែងមនុស្សលែងមានការគិតវែងឆ្ងាយពីបញ្ហាគេឈ្មោះមុខមាត់ធ្វើអ្វីធ្វើដើម្បីតែប្រយោជន៍ស្អីក៏ហ៊ានធ្វើជាបច្ច័យអាក្រក់សម្រាប់ដល់កូនក្មេងជំនាន់ក្រោយអញ្ចឹងមីងលើកទឹកចិត្តឲ្យកូនក្មួយថាកុំចាញ់បោកនឹងអ្វីដែលភ្នែកមើលឃើញការសម្ដែងនានាការប្រព្រឹត្តទៅដោយពោពេញទៅដោយផ្នត់គំនិតអ្នកខ្លះដើម្បីសម្ញែងឲ្យគេឃើញសុកចិត្តជួលខ្ចីយកមកដើម្បីសម្ញែងឲ្យអ្នកដទៃឃើញបាញ់ចេញហើយដើម្បីទាមទារការចាប់អារម្មណ៍ធ្វើអ្វីគ្រប់បែបយ៉ាងលែងមានការខ្មាស់អៀនលែងមានការអ្វីទាំងអស់ជាបច្ច័យមិនល្អបាត់កថាការហ៊ានសូត្រវាទលំទលាយជាងមុនមែនប៉ុន្តែមីងលើកទឹកចិត្តថាកូនក្មួយទាំងអស់តោងប្រយ័ត្នឲ្យច្បាស់ថាអ្នកដែលមានពិតប្រាកដគេខ្លាចដឹងថាយើងមានណាគេខ្លាចយើងដឹងថាគេនឹងមានណាអ្នកដែលគាត់ចេះពិតប្រាកដណាគាត់មិនខ្លាចនិយាយទៅស្ដាប់ទៅយើងខឹងទេគាត់មិនខ្លាចនិយាយទៅឲ្យយើងមិនរាប់គាត់ទេគាត់មិនខ្លាចនិយាយទៅឲ្យយើងធុញគាត់ទេអ្នកដែលមកហើយគឺលួងលោមផ្អែមបត់បែនអ្វីទាំងអស់ហ្នឹងប្រយ័ត្នឲ្យមែនតើនេះគឺជាសម្ដីពិតរបស់មីងចង់បញ្ជាក់ប្រាប់ថានៅលើโลกនេះពិបាកបែងចែកពិតប្រាកដមែនសហើយនឹងខ្មៅពីព្រោះដើម្បីតែប្រយោជន៍ធ្វើឲ្យមនុស្សបាត់បង់គុណតម្លៃហើយអ្នកខ្លះដើម្បីគុណតម្លៃតែមុខគាត់ហ៊ានលះបង់អ្វីគ្រប់បែបយ៉ាងអូខេ